រឿងពិតរបស់មេទ័ពខ្មែរព្រំផេងដែលលោកបានរៀបរាប់ពីសំណេរនៅលើបណ្ដាញសង្គម Facebook នេះគឺជាជីវប្រវត្តិរបស់លោកព្រំផេងដែលជាមេទ័ពខ្មែរដែលគាត់រៀបរាប់ថារូបភាពអនុស្សាវរីយ៍នៅឆ្នាំ1984រឿងពិតរបស់ខ្ញុំដែលខ្ញុំបានឆ្លងកាត់សមរភូមិក្តៅជាងគេបំផុតក្នុងឆាកជីវិតខ្ញុំត្រូវបានថតជាមួយនឹងឯកសណ្ឋាននិងឡានកម្មង្ការដែលជំនួយរបស់អតីតសហភាពសូវៀតជារបបសម្រាប់មេបញ្ជាការកងវីរៈសេនាធំពេលនោះខ្ញុំជាមេបញ្ជាការកងវីរៈសេនាធំលេខ22កងពលធំលេខ6នៃកងទ័ពប្រជាជនបដិវត្តន៍កម្ពុជាដែលបានចូលរួមក្នុងយុទ្ធនាការរដូវប្រាំងឆ្នាំ1984ដល់ឆ្នាំ1985ការវាយកាន់កាប់ខ្សែបន្ទាត់ព្រំដែនកម្ពុជានិងថៃក្នុងភូមិសាស្ត្រសំពៅលួនភ្នំចក្រីភ្នំតងក់ស្រុកតងានភ្នំតាស្ដានិងបានឈរជើងការពារនៅទីនោះអស់រយៈពេល5ឆ្នាំ1985រហូតដល់ឆ្នាំ1989ស្ថានភាពជាក់ស្ដែងនៅទីនោះគឺជាសមរភូមិដែលក្តៅជាងគេបំផុតនៅក្នុងបណ្ដាសមរភូមិដែលខ្ញុំឆ្លងកាត់ជិត40ឆ្នាំកន្លងមកដែលតម្រូវឲ្យយើងស៊ូប្រយុទ្ធជាមួយនឹងបច្ចាមិត្តផងនិងប្រយុទ្ធជាមួយនឹងជំងឺគ្រុនចាញ់ផងនិងប្រយុទ្ធជាមួយនឹងជីវភាពរស់នៅជាក់ស្ដែងអំពីភូមិសាស្ត្រអាកាសធាតុជាភូមិសាស្ត្រព្រៃភ្នំសម្បូរដោយមេរោគគ្រុនចាញ់យ៉ាងកាចសាហាវអ្នកដែលមានសុខភាពល្អមានកាយសម្បទាបំ4ពេលដែលចូលដល់តំបន់នោះបានរយៈពេលត្រឹមតែ1សប្តាហ៍ត្រូវប្រែសម្បុរពណ៌ភ្លឺថ្លាជាពណ៌ខៀវត្រូវមេរោគគ្រុនឆាំរាយត្បាតស្គមស្លេកស្លាំងកាន់ខែកាន់ឆ្នាំពិបាកព្យាបាលយុទ្ធសាស្ត្រឬក៏យុទ្ធជំងឺណាដែលចេញរោគសញ្ញានោមឈាមដឹងតែស្លាប់ខ្ញុំត្រូវមេរោគគ្រុនចាញ់រាយត្បាតស្ទើរស្លាប់ស្ទើររស់ស្មានតែស្លាប់ចោលឆ្អឹងនៅទីនោះមិននឹកស្មានថាខ្ញុំរស់ដល់ថ្ងៃនេះអំពីប្រភពទឹករដូវប្រាំងនិងរដូវវស្សាធ្លាក់ធ្លៀងជាប់ទឹកចំនួនកាត់ផ្ដាច់ស្ពានផ្លូវរដូវប្រាំងក្តៅហួតហែងខ្សត់ទឹកសុទ្ធសឹងតែសម្បូរទៅដោយជាតិកំបោរដែលយើងត្រូវផឹកវារាល់ខែរាល់ឆ្នាំពេលនោះ ពេលទៅយកទឹកម្ដងតម្រូវឲ្យយើងតម្រង់ជូរគ្នាចុះដួសយកទឹកដែលមានជាតិកំបោរអណ្ដូងនៅបាតអូដោយដាក់ធុងឬកានពេលខ្លះមានការឆ្លោះប្រកែកដណ្ដើមទឹកផងដែរនៅអូជាប់ព្រំដែនថៃចម្ងាយ4គីឡូម៉ែត្រនៅទីតាំងឈរជើងរបស់យើងមានទឹកល្អមានជាតិកំបោរអាចឲ្យយើងប្រើបានតែនៅឆ្ងាយតម្រូវឲ្យយើងដើរទៅដួសទឹកនិងងូតទឹកនៅទីនោះពេលទៅដល់ត្រូវបែកញើសហើយងូតទឹករួចត្រូវដើរត្រឡប់មកវិញត្រូវបែកញើសម្ដងទៀតជាងនេះទៅទៀតយើងត្រូវដើរឆ្លងកាត់ច្រកទ្វារចន្លោះគម្លាតច្រមុះភ្នំចក្រីឬក៏ភ្នំតាស្ដាដែលជាភូមិសាស្ត្រចាប់បង្ខំចំណុចនេះហើយជានិច្ចកាលប្រចាំមិត្តបានប្រើប្រាស់អាវុធដេកា75មីលីម៉ែត្រដាក់តាំងនៅលើភ្នំនងកបីម្ខាងទឹកដីថៃធ្វើឲ្យបាញ់បុកគៀបសង្កត់មកលើកម្លាំងរបស់យើងមិនឲ្យយើងយកទឹកសុទ្ធក៏ប៉ុន្តែជារឿងរស់ថ្ងៃទៅពួកយើងបានសាំនឹងកាំភ្លើងដេកា75មីលីម៉ែត្ររបស់ពួកវាយើងបាននាំគ្នាដើរបណ្ដើរនិងរត់គេចមិនគ្របបណ្ដើរធ្វើជាលបាយលេងសើចវិញទៅហើយជាពិសេសយុទ្ធមិត្តដែលឈរជើងការពារចំណុចកម្ពស់តាមខ្សែបន្ទាត់ព្រំដែនភ្នំតងក់ភ្នំតាងានភ្នំចក្រីភ្នំតាស្ដាត្រូវច្រកការទឹកសុទ្ធក្នុងប៉ាណូចុះពីលើភ្នំមកដងទឹករាវក្តាមខ្យងបេះស្លឹកឈើព្រៃស្ពាយយកលើឡើងភ្នំដូរស្លាយជាអាហារស្ថានភាពប្រជាជនរស់នៅការកសាងជំរុំចម្រោកស្នាក់នៅគឺជាម្ចាស់ការស្ទើរតែទាំងស្រុងថ្នាក់លើបើកផ្ដល់ឲ្យតែការបិទពូថៅដែកគោលតែប៉ុណ្ណោះយើងត្រូវរាវមានបណ្ដាច្រូតស្បូវបណ្ដានិងកាប់កូនឈើធ្វើគ្រោងផ្ទះនិងរែកកូនឈើធ្វើជាគ្រែដេកតុប្រជុំតុហូបបាយការធានាការហូបចុក
នៅទីនោះគឺគ្មានផ្សារទេបើប្រាក់ខែបានមិនដឹងទៅចាយនៅទីណាក្រៅពីគោលរបបរបស់ណាត់លើបែងចែកយើងហូបត្រកួនត្រូវដាំនិងរងចាំរយៈពេល15ថ្ងៃឡើងទៅបានត្រកួនហូបចង់ហូបបបរសណ្តែកត្រូវដាំនិងរងចាំរយៈពេល3ខែឡើងទៅមានបបរសណ្តែកហូបចង់ហូបសាច់ស្រស់ចិញ្ចឹមសត្វសរុបមកវិញបើយើងចង់ហូបអីត្រូវទៅដាំនិងចិញ្ចឹមនិងទៅមានបន្លែឬសាច់ហូបពេលទំនេរយើងនាំគ្នាទៅរកក្តាមខ្យងកំពឹសតាមចន្លងភ្នំឡើងដើមឈើចាប់សត្វរៃនិងបេះបន្លែព្រៃមកធ្វើជាម្ហូបស្ថានភាពប្រយុទ្ធនៅពេលនោះនិយាយអំពីស្ថានភាពប្រយុទ្ធនៅខ្សែប្រយុទ្ធជួរមុខត្រូវប្រចាំមិត្តប្រើប្រាស់ទឹកដីថៃដាក់តាំងអាវុធគាំទ្របាញ់សង្គ្រប់មកលើកងកម្លាំងយើង200ទៅ300គ្រាប់ជារៀងរាល់ថ្ងៃនិងជារឿយរងការបកវាយថ្មក់ផងដែរនៅខាងក្រោយជាញញប់ត្រូវប្រចាំមិត្តវាយឆ្មក់វាយពូនស្ទាក់ដាក់មានផ្ដាច់ស្ពានធ្វើដំណើរនៅទីនោះលើកំណាត់ផ្លូវស្រុកបាវាយទៅណាំសាមខ្ញុំបានធ្វើដំណើរចូលទៅណាំសាមទាំងយប់ជាមួយនឹងប្រាក់សវត្ថមេបញ្ជាការវិរៈសេនាធំលេខ21និងលោកហេងហ៊ឺតមេបញ្ជាការវិរៈសេនាធំលេខ23ខ្ញុំជាមេបញ្ជាការវិរៈសេនាធំលេខ22ពេលរថយន្តពួកយើងបានបើកទៅពួកយើងត្រូវបានប្រចាំមិត្តពូនស្ទាក់បាញ់រថយន្តនៅទីនោះបណ្ដាលឲ្យឡានត្រូវឆេះខ្ទេចការវាយបិទផ្លូវរបៀននៅច្រកភ្នំតាងក់ខាងត្បូងមានការប្រយុទ្ធប្រទាញប្រទង់គ្នាយើងនឹងប្រចាំមិត្តយ៉ាងស្វិតស្វាញយើងវាយបិទត្រូវប្រចាំមិត្តវាយបើកវិញជាបន្តបន្ទាប់យើងមិនអាចបិទមិនបានទាំងស្រុងពីព្រោះថាវាជាផ្លូវរបៀងជាសរសៃឈាមរបស់ប្រចាំមិត្តសម្រាប់ដឹកជញ្ជូនកម្លាំងអាវុធគ្រាប់ស្បៀងមកធ្វើសកម្មភាពខ្សែស្របកណ្ដាលនិងជ្រៅផ្ទៃក្នុងប្រទេសខ្ញុំអាណិតនិងសំណោះជាងគេគឺយុទ្ធមិត្តដែលត្រូវរបួសត្រូវធ្វើការវះកាត់នៅនឹងកន្លែងពេលខ្លះយុទ្ធមិត្តត្រូវជន់មានដាច់ជើងពេលយប់ត្រូវដាក់មុងធ្វើជាបន្ទប់វះកាត់និងត្រូវបញ្ឆេះរថយន្តបើកភ្លើងយកពិនិត្យសម្រាប់ធ្វើការកាត់ជើងទាំងយប់ជាងនេះទៅទៀតយុទ្ធមិត្តដែលពលីក្នុងសមរភូមិមិនត្រូវបានដឹកជញ្ជូនមកក្រោយភ្លាមទេដោយស្ថានភាពផ្លូវមិនអំណោយផលត្រូវបង្ខំវះពោះយកពោះវីននិងគ្រឿងក្នុងចេញនិងដាក់អំបិលញាត់ចូលជំនួសវិញរួចដេកផ្ចិតនិងបើកប៉ាណូគាត់យកអង្រឹងដែលជារបស់គាត់មកចងនឹងឈើស្នែងរួចលើកគាត់ទៅដាក់ចូលក្នុងអង្រឹងនិងសែងគាត់យកទៅទុកនៅខ្ទមដាក់សពរងចាំរហូតដល់សពហើមនិងស្រកស្វិតទៅវិញទើបមានជើងយន្តហោះកន្ទុំរុយមកយកក្នុងរយៈពេលប្រយុទ្ធ6ឆ្នាំនោះខ្ញុំឆ្លងកាត់រួចពីការស្លាប់ចំនួន3ដងក្នុងនោះត្រូវខ្មាំងពូនស្ទាក់បាញ់រថយន្ត1ដងនៅអូតាឃីវស្រុកបូវែនបានរួចផុតពីការដើរជន់មាន1ដងដោយសារសត្វឆ្កែរបស់ខ្ញុំវាបានរត់ពីមុខខ្ញុំនិងបានតាក់មីនស្លាប់ជំនួសខ្ញុំបានបញ្ចុះសាកសពវានៅទីនោះពេលចប់សង្គ្រាមខ្ញុំបានទៅរកមើលភ្នូដើម្បីយកធាតុវាមកធ្វើបន់ដែរតែរកមិនឃើញបានរួចផុតពីស្លាប់ដោយគ្រុនចាញ់ចំនួន1ដងនៅសមរភូមិសំពៅលូនពេលនោះខ្ញុំដេកជាមួយនឹងកន្លែងកម្រើកខ្លួនមិនបានហាមាត់និយាយមិនបានត្រឹមតែដេកមើលសកម្មភាពពេទ្យនិងបង្ហូរទឹកភ្នែកពេលពេទ្យឲ្យផឹកថ្នាំម្ដងត្រូវយកស្លាបព្រាមកគោះមាត់ខ្ញុំដើម្បីបញ្ចុកថ្នាំបន្ទាប់ពីនោះមកខ្ញុំត្រូវបានថ្នាក់លើកែសម្រួលភារកិច្ចមកបម្រើការងារនៅស្នងការប្រយុទ្ធអគ្គសេនាធិការនៃកងទ័ពប្រជាជនបដិវត្តកម្ពុជាតាមផែនការក្រសួងការវិជាតិអ្នកមុខមកក្រោយទៅមុខពីព្រោះនៅសមរភូមិនៅពេលនោះពិបាកណាស់